បាទសូមជម្រាបសួរបងប្អូនសាជាថ្មីម្ដងទៀតបាទថ្ងៃនេះខ្ញុំមានវីដេអូឃ្លីបថ្មីដើម្បីបង្ហាញទៅដល់បងប្អូនទាំងអស់គ្នាបាទពាក់ព័ន្ធនឹងការចិញ្ចឹមកង្កែបបាទលើកមុនខ្ញុំក៏បានបង្ហាញដែររបៀបនៃការធ្វើទ្រុងកង្កែបរបៀបនៃការដាក់កូនកង្កែបរបៀបនៃការចិញ្ចឹមថែទាំកង្កែបបាទទៅពេលនេះខ្ញុំនឹងចេញវីដេអូឃ្លីបថ្មីដើម្បីបង្ហាញទៅដល់បងប្អូនទាំងអស់គ្នាអំពីនៃការចិញ្ចឹមកង្កែបម្ដងទៀតបាទជាដំបូងយើងត្រូវតែធ្វើទ្រុងយ៉ាងហោចណាស់ឲ្យមានកម្ពស់ត្រឹមតែ1ម៉ែត្រទៅ1ម៉ែត្រកន្លះឬក៏2ម៉ែត្របាទកុំឲ្យវាលោតហើយបន្តមកទៀតយើងត្រូវតែដាក់ស្បៃខាងក្រោមហើយឬមួយក៏តង់បាទឬមួយក៏តង់បន្ទាប់មកពេលដែលយើងរៀបចំតង់រួចរាល់អស់ហើយបងប្អូនត្រូវតែដាក់ដូចជាកាផ្លោកឬមួយក៏ធ្គួនបាទឬមួយក៏ធ្គួនដាក់ក្នុងនឹងមកធ្គួនស្រែរបស់យើងណាបងប្អូនបាទហើយពេលដែលយើងដាក់រួចរាល់អស់ហើយយើងត្រូវតែដាក់ទឹកបាទដាក់ទឹកនៅក្នុងទ្រុងកង្កែបដែលយើងចិញ្ចឹមណាហើយក្នុងការចិញ្ចឹមកង្កែបនេះដែរការធ្វើទ្រុងរបស់វាគឺយើងត្រូវតែធំទំហំរបស់វាយ៉ាងហោចណាស់ឲ្យបាន5 គុណនឹង5ឬមួយក៏5 គុណនឹង3ក៏ល្អដែរបាទឬមួយក៏10 គុណនឹង5ហើយក៏ល្អបើសិនជាយើងអាចដាក់ដីពីលើនឹងទៀតមកបាទដាក់ដីតាមកែមសងខាងហ្នឹងបន្តមកទៀតយើងដាំធ្គួនឬក៏ស្ពៃនៅក្នុងហ្នឹងក៏បានដែរបាទអាគៀនសងខាងណាបងប្អូនតែបើយើងមិនចាំបាច់ដាំយើងគ្រាន់តែដាក់កាផ្លោកនៅនឹងឬក៏ធ្គួនឲ្យវាក្នុងនឹងទៅពេលយប់ឬក៏ពេលថ្ងៃនៅពេលដែលយើងរវល់មិនបានដាក់ចំណីវាអាចនឹងស៊ីដូចជាចកធ្គួនសូឡាឬមួយក៏កាផ្លោកបាទស្រួលទេបងប្អូនក្នុងការចិញ្ចឹមកង្កែបនេះគឺយើងធ្វើបែបហ្នឹងតែបើយើងចំណេយើងអាចទិញចំណីបាទទិញចំណីកង្កែបឲ្យវាទៅបាទតែបើបងប្អូនរវល់យើងអាចឲ្យវាស៊ីដូចជាកាផ្លោកឬមួយក៏ចកសូឡាយ៉ាងហ្នឹងបាទឲ្យវាស៊ីក៏វាស៊ីដែរបាទអញ្ចឹងក្នុងការដាក់ទឹកគឺបងប្អូនត្រូវតែដាក់វាអត់ឲ្យច្រើនទេបងប្អូនអត់ឲ្យច្រើនទេល្មមមកវាអាចលេងបានបាទវាអាចលេងបានយ៉ាងដាក់មកកុំឲ្យលិចវាពេកបាទដូចបងប្អូនបានឃើញស្រាប់នៅវីដេអូដែលបានបង្ហាញនឹងហើយគឺដាក់ធំនឹងទេធំដែលខ្ញុំបានបង្ហាញណាបាទធំនឹងអត់ឲ្យលិចខ្លួនវាពេកទេបងប្អូនប៉ុន្តែយើងត្រូវធ្វើកលុកមួយទៀតកលុកហ្នឹងសម្រាប់ពេលដែលវាឃើញមនុស្សឬមួយក៏វាឃើញសត្វវាអាចលោតចូលក្នុងកលុកដែលជ្រៅណាបងប្អូនវាលោតក្នុងនឹងទាំងអស់មានន័យថាវាការពារខ្លួនវាពីសត្រូវហើយក្នុងការចិញ្ចឹមកង្កែបនេះយើងត្រូវតែដូរទឹកវាឲ្យបានញឹកញាប់ដែរបងប្អូនត្រង់ក្នុងការដូរទឹកប៉ុន្មានថាកង្កែបវានៅកន្លែងដែលកខ្វក់ឬក៏ស្អុយតាមពិតទៅវាគ្រាន់ជានៅកន្លែងទឹកដែលល្អក់តាមមួយផ្លែតឯងបងប្អូនវាមិនអាចនៅជាប់ទេកង្កែបពេលវាលោតទឹកហើយគឺវានៅលើគោកឬក្នុងរុនដែលស្អាតបានអាចវានៅបានឬកន្លែងកខ្វក់កង្កែបមិនអាចនៅបានទេអញ្ចឹងបើយើងចិញ្ចឹមកង្កែបគឺយើងត្រូវតែដូរទឹកក្នុងមួយថ្ងៃយ៉ាងតិចឲ្យបាន2 ដងបើរវល់ក្នុងមួយថ្ងៃឲ្យបាន1 ដងបាទធ្វើយ៉ាងណាឲ្យបាន1 ដងតែបើយើងត្នេក្នុងមួយថ្ងៃឲ្យបាន2 ទៅ 3 ដងគឺល្អណាស់បងប្អូនហើយកង្កែបក៏គ្មានជំងឺទៀតបងប្អូនអត់មានជំងឺទេគឺល្អតែម្ដងក្នុងការចិញ្ចឹមកង្កែបហ្នឹងគ្រាន់ថាបើយើងអាសាថែទឹកហើយដាក់ចំណីវាបានទៀងទាត់បាទចំណីបើយើងមិនចាំបាច់ទិញចំណីនៅទីផ្សារក៏បានប៉ុន្តែយើងធ្វើដូចរបស់ខ្ញុំដែលបានបង្ហាញណាបងប្អូនបើមានចកសូឡាយើងដាក់មកបាទបើអញ្ចឹងយើងពេលយប់ឡើងយើងអាចដាក់អំពូលដែលចាប់សត្វល្អិតទូចហ្នឹងដាក់ចោលក្នុងហ្នឹងទៅហើយវានឹងចាប់ផ្ដើមស៊ីសត្វល្អិតហ្នឹងហើយបងប្អូនបាទអញ្ចឹងបើយើងមានចំណីយើងផ្សំជាមួយចំណីផ្សារក៏កាន់តែល្អដែរបងប្អូនបាទសិតជាចំណីកង្កែបរបស់យើងដែរទេវាមិនមែនទាំងដាក់អាសូឡាឬមួយក៏ដាក់ចំណីផ្សារហ្នឹងគីមីមិនមែនទេបងប្អូនវាមិនមែនជាគីមីទេជាចំណីដែលគេផលិតមកហ្នឹងគឺវាល្អដែរតាបាទធ្វើឲ្យកង្កែបរបស់យើងឆាប់ធំធាត់ជៀសផុតពីជំងឺផ្សេងដែរបងប្អូនបាទតែគាត់ថាកង្កែបចិញ្ចឹមហើយនឹងកង្កែបស្រែក
កង្កែបស្រែគាត់នៅវានៅនឹងក្រៅដូចថាវានៅតាមអូតាមស្ទឹងតាមព្រែកបាទតាមថ្លុកអីចឹងវាអាចស៊ីចំណីខុសពីដែលយើងចិញ្ចឹមពេលណាដែលយើងចិញ្ចឹមគឺវាស៊ីចំណីអត់សូវបានច្រើនដូចជាកង្កែបនៅខាងក្រៅទេអញ្ចឹងយើងត្រូវតែប្រើចំណីខ្លះឲ្យបងប្អូនតែបើយើងរវល់ណាស់មិនបានដាក់ចំណីទេយើងធ្វើដូចដែលខ្ញុំបាននិយាយខាងដើមហ្នឹងរួចជាការស្រេចឲ្យបងប្អូនណាវាមិនពិបាកទេបាទតែរឿងតម្លៃទីផ្សារបងប្អូនអាចស្វែងរកខ្លួនឯងបាទខ្ញុំគាត់ណាបង្ហាញបទពិសោធន៍ដែលខ្ញុំធ្លាប់ចិញ្ចឹមកង្កែបកន្លងមកហ្នឹងឃើញថាវាល្អវាបាទវាល្អព្រោះឲ្យខ្ញុំទទួលផលបានគួរសមដែរសម្រាប់ការផ្គត់ផ្គង់ម្ហូបអាហារនៅក្នុងគ្រួសាររបស់ខ្ញុំបាទហើយបើបងប្អូនមានការចម្ងល់អាចសាកសួរក៏ខមមិនខាងក្រោមវីដេអូនេះបានហើយវិធីនៃការថែទាំកង្កែបនៅពេលដែលកង្កែបមានជំងឺកង្កែបឈឺបាទគឺខ្ញុំនឹងប្រាប់បងប្អូនភ្លាមហើយមិនឲ្យបងប្អូនអស់ប្រាក់ទៀតបងប្អូនបាទមិនឲ្យបងប្អូនអស់ប្រាក់សំបីតែមួយកាក់មួយសេនទេហើយបើសិនជាថាយើងចំណាយទៅលើទិញពូជកង្កែបអាហ្នឹងវាអស់លុយហើយបងប្អូនបាទសំខាន់ក្នុងការថែទាំកង្កែបនេះចិញ្ចឹមកង្កែបនេះបងប្អូនកុំភ្លេចដូរទឹកបងប្អូនដាក់ចំណីវាក្នុងមួយថ្ងៃឲ្យបាន2 ដងទៅ 3 ដងបងប្អូនហ្នឹងមិនដាក់ច្រើនជាងហ្នឹងទេតែបើពួកយើងអាសាដាក់ជាងបងប្អូន2 ដងឬក៏3 ដងទៅប៉ុន្តែសម្រាប់ខ្ញុំដាក់ក្នុងមួយថ្ងៃបានតែ2 ដងឯងបងប្អូនដាក់បាន2 ដងប៉ុន្តែកង្កែបវាចាប់ធំបាទធំលឿនហើយបាទនេះខ្ញុំវីដេអូនេះខ្ញុំថតតាំងពីកង្កែបតូចរហូតដល់កង្កែបធំបាទធំដែលយើងចិត្តទទួលផលដែរណាព្រោះឯកែបភាគច្រើនវានេះត្រង់ដែលខ្ញុំបានធ្វើគឺវាលោតតាណាមិនរួចទេបងប្អូនតែគាត់ថាចិញ្ចឹមបែបនេះគឺល្អហើយខ្ញុំមានកន្លែងសម្រាប់វានៅទៀតសម្រាប់នៅពេលដែលវាលោតស៊ីចំណីក្នុងទឹកហើយវាអាចហាលខ្លួនវានៅលើគោកបងប្អូនយើងដាក់ដូចជាឈើថ្មបើអញ្ចឹងយើងធ្វើកន្លែងទួលសម្រាប់ឲ្យវានៅហាលថ្ងៃពេលថ្ងៃត្រង់អញ្ចឹងកែបវាធ្វើការហាលថ្ងៃជាចាំបាច់ហ៎បងប្អូនបាទទៅពេលវាស៊ីឆ្អែតហើយវាអត់នៅក្នុងទឹកទេវានៅលើគោកលើទួលកន្លែងដែលគ្មានទឹកហើយដែលសើមកន្លែងដែលគ្មានទឹកប៉ុន្តែកន្លែងដែលសើមបងប្អូនវាអត់ចូលចិត្តកន្លែងណាស្ងួតទេហើយស្អាតណាអត់មានអាចមានក្លិនមានអីគឺវានៅឲ្យបងប្អូនបាទណាបងប្អូនឃើញស្រាប់អីទៅពេលស៊ីរួចវាឡើងនៅលើគោកចឹងដូចខ្ញុំបានបង្ហាញទៅដល់បងប្អូនចឹងណាបាទនេះវាចុះទឹកនេះគឺវាឃ្លានវាទៅការស៊ីចំណីរបស់វាដែរអញ្ចឹងវាពេលវាស៊ីរួចហើយគឺវាឡើងទៅរកកន្លែងដែលគ្មានទឹកកន្លែងស្ងួតល្អបងប្អូនមិនមែនកន្លែងស្ងួតប្រេះស្រាំអីនោះទេណាបងប្អូនណាវាគ្រាន់ថាវាស្ងួតនិយាយឲ្យចំទៅកន្លែងសើមដែរប៉ុន្តែគ្មានទឹកបាទនិយាយឲ្យអស់ទៅគឺកន្លែងដែលគ្មានទឹកបាទនេះគឺកង្កែបនេះការចិញ្ចឹមរបស់ខ្ញុំនេះគឺបើគិតទៅវាច្រើនគួរសមដែរវា1000 កូនជាងដែរបងប្អូនបាទវាធំហើយបាទឃើញធាត់ណាបងប្អូនសាច់តលុកបដោយល្មមបដោយហើយអាចយកធ្វើម្ហូបបានខ្លះហើយបងប្អូនបាទអញ្ចឹងក្នុងការចិញ្ចឹមកង្កែបនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនណាបើសិនមានកំហុសឆ្គងត្រង់កន្លែងណាមួយសូមខន្តីអភ័យទោសផងបាទបើគិតថាវីដេអូនេះសំខាន់សូមកុំភ្លេចជួយខមមិនខាងក្រោមវីដេអូហើយរាល់ការចម្ងល់ខ្ញុំនឹងបកស្រាយបានតែបើខ្ញុំបកស្រាយមិនបានចាំខ្ញុំរកដំណោះស្រាយដើម្បីបកស្រាយទៅដល់បងប្អូនផ្សេងទៀតបាទនេះគឺប្រភេទនៅកង្កែបកូនកង្កែបទូចតែវាចង់ធំទៅហើយដែរបងប្អូនវាចិត្តធំដែរហើយកង្កែបធំគឺខ្ញុំដាក់មកប៉ែកទៅអត់ដាក់លាយគ្នាទូចធំទេកង្កែបកាលណាយើងដាក់លាយគ្នាគឺវាស៊ីគ្នាបងប្អូនវាស៊ីគ្នាអត់កើតទេអញ្ចឹងយើងត្រូវដាក់ដោយឡែកអានេះអាទូចដាក់មួយដុំមកទូចអញ្ចឹងទៅហើយអាណាធំយើងដាក់មួយដុំរបស់វាទៅអញ្ចឹងវាអត់អីតែវាធំស្មើគ្នាបាទទូចហ្នឹងវាទូចស្មើគ្នាទៅពេលវាធំស្មើគ្នាដែរណាបងប្អូនណាបាទអញ្ចឹងវីដេអូនេះសម្រាប់ការបង្ហាញថ្ងៃនេះមានតែប៉ុណ្្នឹងឯងបងប្អូនបាទសូមបងប្អូនកុំភ្លេចជួយ like ជួយ share វីដេអូនេះផងហើយជួយ follow page ខ្ញុំម្នាក់មួយហើយចង់ឲ្យបងប្អូនជួយ subscribe
បើកសញ្ញារូបកណ្ដឹងនៅក្នុង YouTube Channel របស់ខ្ញុំដែរបាទនេះគឺកង្កែបពួកវងធំឯងបងប្អូនអានេះវងធំឯងខ្ញុំដាក់ផ្សេងពីគ្នាដាច់តម្លៃវាដោយសារខ្ញុំថតពីចម្ងាយមើលទៅវាហាក់ដូចជាទូចតាមប៉ាត់វាធំហើយបាទអញ្ចឹងសូមកុំភ្លេចជួយ share ផងបងប្អូនបាទវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនណាបាទហើយចាប់ផ្ដើមទស្សនាមើលកង្កែបទាំងអស់គ្នាទៅអានេះគឺពពួកកង្កែបធំឯងបងប្អូនទូចហ្នឹងបងប្អូនបានឃើញអស់ហើយតែសារនេះបង្ហាញអាធំបើសិនយើងថតចិត្តកង្កែបហ្នឹងធំមែនតើបងប្អូនមិនទូចឹងឯងបាទនេះខ្ញុំថតពីចម្ងាយមកមើលទៅដូចទូចបាទអញ្ចឹងសូមបងប្អូនជួយទស្សនាហើយបើគិតថាវីដេអូនេះល្អសម្រាប់អ្នកដែលចូលចិត្តចិញ្ចឹមធ្លាប់ញ៉ាំកង្កែបសូមកុំភ្លេចជួយ share វីដេអូនេះមួយផងបាទដាក់ទឹកចូលវាចាប់ផ្ដើមមកហើយបាទពេលឮសលេងទឹកវាចាប់ផ្ដើមស្រែកយំមកបងប្អូនបាទវាសុបាយចិត្តរបស់វាបាទកែបកាលណាតែអត់ទឹកក៏មិនកើតកាលណាតែទឹកច្រើនក៏មិនកើតទឹកល្មមមកខ្លួនវាទៅបានហើយបងប្អូនបាទប៉ុន្តែគ្រាន់ថាកែបវាចូលចិត្តនៅលើគោកផងនៅក្នុងទឹកផងបាទតែបើអត់ទឹកក៏កែបនៅមិនកើតតែទឹកច្រើនកែបវានៅលើគោកបាទវាដើម្បីសម្ងួតខ្លួនរបស់វាតែពេលស្ងួតហើយវាលោតចូលទឹកវិញបាទហើយទឹកនេះទៀតយើងគួរតែឲ្យអាគៀននេះមកជ្រៅពេកឯងបងប្អូនដាក់តែប៉ុណ្្នឹងទៅបានហើយបាទអរគុណសម្រាប់ការតាមដានវីដេអូបាទហើយជួយ share វីដេអូនឹងផងបាទបើគិតថាវីដេអូនេះមានអត្ថប្រយោជន៍សម្រាប់បងប្អូនដែលអ្នកចិញ្ចឹមកង្កែបឬមួយក៏ចិញ្ចឹមត្រីបាទបើចម្ងល់បងប្អូនអាចឆាតឬក៏ comment ខាងក្រោមវីដេអូបានเนาะបាទវិធីចិញ្ចឹមកែបនេះក៏មិនពិបាកអីម៉ានទេបងប្អូនស្រួលហើយក៏វាមិនស្រួលពេកដែរបងប្អូននិយាយរួមល្មមដែលយើងអាចចិញ្ចឹមវាបានបាទហើយបងប្អូនបើចិញ្ចឹមកែបឬមួយក៏ត្រីកុំភ្លេចកផ្លោកក៏បងប្អូនកុំភ្លេចកផ្លោកហើយចកសូឡាយើងគួរតែមានដែរណាបងប្អូនគួរតែមានដែរស្នុកឲ្យវាស៊ីតែបើយើងអត់មានទាំងអស់ហ្នឹងទេយើងទិញចំណីផ្សារក៏បានដែរបាទអរគុណសម្រាប់ការតាមដានបាទកុំភ្លេចជួយ share វីដេអូផងបងប្អូនណា